Liu Pei ăn khuôn chộp xài để cho vùng Hán, Chào Cháo ăn khuôn miền gong tập kháng, Xuân Chiên ăn khuôn miền nhẹ trẻ thua sừng kềm chăm chuối, Cuốn Ý ăn khuôn anh là bầy mua, từ đó tì ná có kế khai, Trang Phí ăn khuôn anh miền bông có thôm sạch ban lư, trong rương sám gốc bố bên từ đòiមនុស្ស ពូកែអាំង ចោះជូក្លៀងវិញអាំងអ្វីដែរបានជាហ៊ានចេញមុខប្រឆាំងនឹងសត្រូវធំធំដូចជាគ្រួសារឆាវចំណេះដឹងជាអំណាចមួយប្រភេទដែលងាយយកបានជាងគេបើសិនជាយើងចូលចិត្តរៀននិងចេះពីវិធីរៀនឲ្យបានមានប្រសិទ្ធភាពជូក្លៀងសំងំរៀនសូត្រក្បួនវិជ្ជាចម្លែកដើម្បីដឹងថាចំណេះដឹងក្នុងលោកមានអ្វីខ្លះដែលគាត់អាចយកមកប្រើបានជូក្លៀងរៀនតាមសិភៅផងរៀនពីគ្រូផងនិងធ្វើដំណើរទៅមើលដោយផ្ទាល់ភ្នែកផងឬអាចហៅថាចុះស្រាវជ្រាវដោយខ្លួនឯងគាត់ទទួលបានចំណេះដឹងច្រើនពីសភាពនគរនិងមនុស្សសំខាន់ក្នុងចំនួននោះតាំងពីមិនទាន់ចុះពីលើភ្នំនៅវគ្គដែលលាវពាវចិត្តស្លាប់ហើយគ្រួសារឆាយចង់ទម្លាក់កូនច្បងលាវប៉ៃបានប្រាប់ឲ្យលាវឈីទៅសួរយោបល់ជូក្លៀងលាវឈីយកលេសអញ្ជើញជូក្លៀងមកជួយបកស្រាយសិភៅក្បួន6ទិសដែលជាសិភៅបុរាណចំនួនស្ដេចក្រាញ់ឈូសាំងអ៊ីត្រង់នេះប្រាប់យើងពីសិភៅដែលជូក្លៀងធ្លាប់អានជូក្លៀងរៀនពីក្បួនសឹកតាំងពីបុរាណដល់ចំនួនខ្លួនឯងហើយការរៀនបែបនេះគឺដើម្បីស្វែងយល់ឲ្យដល់ឫសគល់របស់ក្បួនសឹកជូក្លៀងមិនចង់ធ្វើដូចជាឆាវយិនដែលរៀនពីឆាវបានតែសម្បកក្បួននិងមិនដឹងពីចំណុចខ្សោយរបស់ក្បួនដែលខ្លួនឯងប្រើទេបើយើងគិតថាចូលធ្វើសង្គ្រាមដោយផ្ទាល់អាចផ្ដល់បទពិសោធន៍ឲ្យមនុស្សនោះការរៀនពីក្បួនសង្គ្រាមឲ្យស៊ីជម្រៅក៏អាចផ្ដល់ចំណេះដឹងដែលខាត់ឡើងពីបទពិសោធន៍មនុស្សជាច្រើនអ្នកមកដែរឆាវយិនធ្លាប់ធ្វើសង្គ្រាមពិបាកច្រើនហេតុនេះបទពិសោធន៍សង្គ្រាមរបស់គាត់ក៏មិនតិចទេប៉ុន្តែមិនអាចយកទៅប្រៀបធៀបនឹងបទពិសោធន៍ដែលគេចងក្រងទុកក្នុងសិភៅផ្សេងគ្នាបានទេឆាវយិនមិនមែនជាអ្នករៀនសូត្រហេតុនេះគាត់ពឹងលើបទពិសោធន៍ផ្ទាល់ខ្លួនតែម្នាក់និងពាក្យណែនាំរបស់ឆាវជូក្លៀងរៀនពីបទពិសោធន៍អ្នកដទៃហើយអ្វីដែលគាត់ខ្វះអាចបំពេញបានពេលគាត់ចូលប្រឡូកក្នុងសង្គ្រាមផ្ទាល់សង្គ្រាមដំបូងរបស់ជូក្លៀងគឺទប់ទល់ទ័ពឆាវនិងឆ្លៀតឱកាសបង្ក្រាបអំនួតមេទ័ពរបស់គួនអ៊ីនិងចាងហ្វីជូក្លៀងប្រើក្បួនសឹកដែលគាត់រៀនពីមុនទៅធ្វើសង្គ្រាមនិងប្រើចំណេះដឹងពីមនុស្សដែលគាត់រៀនពីមុនមកដែរទៅទប់ទល់នឹងប្អូនទាំងពីរនាក់របស់លាវប៉ៃការសុំឲ្យលាវប៉ៃសហការគ្នាដើម្បីបញ្ចេញស្នាដៃឲ្យគួនអ៊ីនិងចាងហ្វីទុកចិត្តជារឿងមានប្រយោជន៍ព្រោះពីរនាក់នេះអាចធ្វើឲ្យខូចការបានបើពួកគេមានអារម្មណ៍ថាជូក្លៀងបោកប្រាស់របស់បងគេជូក្លៀងមិនទាន់ស្គាល់ពីអ្នកនេះច្បាស់មែនប៉ុន្តែគាត់មានចំណេះដឹងពីមនុស្សប្រភេទនេះចំណេះដឹងរបស់ជូក្លៀងក៏អាចធ្វើឲ្យគាត់អាចប្រជែងនឹងទីប្រឹក្សាពូកែរបស់អ្នកដឹកនាំដទៃបានដែរគួនអ៊ីនិងចាងហ្វីចេញប្រយុទ្ធលើសមរភូមិចំណែកជូក្លៀងប្រយុទ្ធខាងផ្នែកយុទ្ធសាស្ត្រជាមួយសត្រូវទោះបីមើលពីក្រៅគ្រាន់តែជាការស្មានក៏ប៉ុន្តែតម្រាំតែជូក្លៀងហ៊ានស្មាននិងហ៊ានរៀបចំទ័ពទៅតាមការស្មាននោះគឺត្រូវការចំណេះដឹងច្រើនណាស់ឧទាហរណ៍ចំណេះដឹងភូមិសាស្ត្រដើរតួយ៉ាងសំខាន់ក្នុងការបង្កប់ទ័ពឬរកផ្លូវវាងក្នុងពេលទាល់ច្រកចំណេះដឹងផ្នែកគ្រប់គ្រងធ្វើឲ្យជូក្លៀងអាចប្រើទ័ពបាននិងស្បៀងយ៉ាងមានប្រសិទ្ធភាពចំណេះដឹងផ្នែកអាកាសធាតុទុកសម្រាប់ឌឺជូអ៊ីថាធ្វើជាមេទ័ពធំតែមិនដឹងពេលណាធ្លាក់ខ្យល់រហូតដល់ធ្វើពុតជាឈឺចំណេះតែមួយមុខមិនគ្រប់ទេគឺត្រូវតែចេះប្រើចំណេះដែលមានផងទើបកើតជាប្រយោជន៍ចូលដល់រឿងទី2ដែលជូក្លៀងអាងជាងគេគឺប្រាជ្ញាឬសមត្ថភាពកិច្ចការរបស់គាត់នឹងឯងប្រាជ្ញាមនុស្សដែលពូកែគិតជាមនុស្សគ្រោះថ្នាក់មិនថាគិតក្នុងផ្លូវល្អឬអាក្រក់នោះទេមនុស្សពូកែគិតអាចបោកប្រាស់អ្នកដទៃបានអ្នកដែលបោកគេបានសម្រេចមិនអាចចាញ់សង្គ្រាមទេព្រោះសង្គ្រាមអាចឈ្នះដោយពឹងលើល្បិចកលតែម្យ៉ាងខ្ញុំលើកឧទាហរណ៍ពីសម័យខ្មែរក្រហមដែលគេសម្លាប់អ្នកចេះដឹងចោលដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់របបមួយនោះមនុស្សដែលមានចំណេះដឹងភាគច្រើនជាអ្នកដែលចេះគិតបានជ្រៅជាងអ្នកដែលមិនបានរៀនសូត្រ
ហើយអាចក្លាយជាអ្នកបំផ្លាញការដឹកនាំរបស់ពួកគេយល់ថាឲ្យតែបានរៀនសូត្រសុទ្ធតែអាចគិតបានល្អខ្ញុំមិនសូវយល់ស្របទេត្រង់នេះការយល់ឃើញបែបហ្នឹងប៉ុន្តែក៏មិនប្រកែកទាំងស្រុងដែរព្រោះឲ្យតែមានចំណេះដឹងហើយខួរក្បាលមនុស្សអាចធ្វើការបានគ្រប់ពេលជាពិសេសក្នុងពេលគ្រោះថ្នាក់ឆាវធ្លាប់និយាយថាមានតែអ្នកក្លាហានទេដែលអាចមើលធ្លុះសភាពការនគរប៉ុន្តែមនុស្សដែលចេះគិតអាចមើលធ្លុះដល់អនាគតរបស់នគរពឹងលើអ្វីដែលគាត់ដឹងជូកលៀងទាយទុកមុនថាទឹកដីនឹងបែងចែកជា3ចំណែកហើយលាវប៉ៃនឹងកាន់កាប់មួយចំណែកជាមួយស្ដេចក្រាញ់ផ្សេងទៀតជូកលៀងធ្វើត្បិតមិនមែនជាអ្នកក្លាហានប៉ុន្តែនៅតែគិតបានជ្រៅជាងការគិតរបស់ជូកលៀងធ្វើឲ្យអ្នកខ្លះជឿថាគាត់ជាមនុស្សទេពឬចេះទស្សន៍ទាយដែលតាមការពិតគាត់គ្រាន់តែជាមនុស្សដែលមានខួរក្បាលល្អជាងគេក្នុងចំណោមនោះតែប៉ុណ្ណោះបើមើលទៅវគ្គដែលស៊ឺម៉ាអ៊ីធ្លាក់ចូលអន្ទាក់ភ្លើងរបស់ជូកលៀងក្នុងរឿងសាមកុក2010ស៊ឺម៉ាអ៊ីប្រាប់ឲ្យកងទ័ពនគរអ៊ុយឈប់ប្រឆាំងហើយដាក់អាវុធចុះទៅព្រោះបើសិនវាជាអន្ទាក់របស់ជូកលៀងហើយគ្មានអ្នកណាអាចគេចរួចទេស៊ឺម៉ាអ៊ីប្រាប់ស៊ឺម៉ាចៅថាជូកលៀងពូកែគិតលេចណាស់ត្រូវប្រើជុងថ្មប្រេងប៉ុន្មានដើម្បីដុតកងទ័ពរបស់គាត់ឲ្យខ្ទេចក៏គិតអស់ដែរក្នុងរឿងទីប្រឹក្សាស៊ឺម៉ាអ៊ីអត់មានការសន្ទនានេះទេប៉ុន្តែស៊ឺម៉ាអ៊ីនៅពេលនោះអស់សង្ឃឹមអោបកូនទាំងពីរនាក់យំអង្វរឲ្យជូកលៀងទុកជីវិតឲ្យកូនប្រុសគាត់តាមពាក្យសន្យាក្នុងសម្បត្តិដែលធ្លាប់ឆ្លើយឆ្លងគ្នាពីមុនផងគាត់សុខចិត្តសម្លាប់ខ្លួនស៊ឺម៉ាអ៊ីជាមនុស្សប្រយ័ត្នប្រយែងមុខក្រោយផងនៅខ្លាចការគិតរបស់ជូកលៀងដល់ថ្នាក់នេះបើគុំតែមានភ្លៀងធ្លាក់មួយមេស៊ឺម៉ាអ៊ីត្រូវគេខ្វាយបាត់ទៅហើយអ្នកពូកែគិតអាចស្មានដឹងមុនពីលទ្ធផលហេតុនេះទើបពួកគេអាចសម្រេចចិត្តបានល្អចំណុចពិសេសមួយទៀតរបស់ជូកលៀងគឺសំបីតែពេលគាត់គិតខុសក៏គាត់នៅតែអាចគិតបានល្អល្អិតល្អន់ដែរគាត់ប្រើម៉ាស៊ូទៅការពារជាធីងដោយប្រើអារម្មណ៍ប៉ុន្តែគាត់នៅតែចាត់ទ័ពជំនួយទៅ3កងទៀតដើម្បីត្រៀមក្រែងលោម៉ាស៊ូបរាជ័យអ្នកដែលមិនពូកែគិតច្រើនតែត្រូវអ្នកពូកែគិតប្រើប្រាស់ចូលមកដល់រឿងទី3របស់ជូកលៀងដែលគាត់យកមកអាងគឺចំណុចខ្សោយអ្នកដទៃចំណុចទី3ចំណុចខ្សោយអ្នកដទៃអ្នកណាក៏មានចំណុចខ្សោយដែរហើយជូកលៀងយករឿងនេះមកធ្វើជារបៀបឈ្នះគេរបស់គាត់ចំណុចខ្សោយរបស់មនុស្សប្រៀបបាននឹងប្រហោងតូចៗដែលមានលើអាវក្រោះរបស់ទាហានឲ្យតែចាក់ត្រូវអ្នកនោះប្រកាសជារបួសឬស្លាប់មិនខានចំណុចខ្សោយអាចលាក់បានតែមិនអាចលាក់បានរហូតទេជាពិសេសសម្រាប់មនុស្សល្បីជូកលៀងខុសពីចាងហ្វីនិងអ្នកក្លាហានផ្សេងទៀតដែលចូលចិត្តប្រយុទ្ធគ្នាដោយយកខ្លាំងទល់នឹងខ្លាំងហើយចាំមើលថាអ្នកណាខ្លាំងជាងពេលម៉ាឆាវលើកទ័ពមកវាយលាវប៉ៃចាងហ្វីសុំទៅតទល់មួយស្មើប៉ុន្តែលាវប៉ៃថាឲ្យចាំដល់ថ្ងៃត្រង់សិនទ័ពម៉ាឆាវនឹងអស់កម្លាំងចាងហ្វីនិយាយថាបើគេអស់កម្លាំងហើយតើចេញវាយធ្វើអីនេះជារបៀបគិតរបស់មេទ័ពដែលអាចនាំគ្រោះថ្នាក់ដល់ខ្លួនឯងជូកលៀងមិនគិតបែបនេះទេទោះបីគាត់គ្មានអ្វីដែលខ្លាំងជាងសត្រូវពិតមែនឲ្យតែដឹងពីចំណុចខ្សោយរបស់គេគាត់នឹងរកវិធីចាត់ការសត្រូវបានជាមិនខានជូកលៀងបញ្ចុះបញ្ចូលម៉ាឆាវបានសម្រេចដោយសារតែប្រើគំនុំដែលម៉ាឆាវមានចំពោះឆាវនិងការបាត់បង់កិត្តិយសទៅបម្រើចាងឈូរបស់ម៉ាឆាវពេលជូកលៀងជួយលាវឈីគាត់ប្រាប់លាវឈីឲ្យធ្វើតាមអ្វីដែលឆៃម៉ាវចង់បានទៅហើយដកទ័ពទៅជាងសៀព្រោះចំណុចខ្សោយរបស់ឆៃម៉ាវគឺខ្លាចលាវឈីទទួលបានការគាំទ្រពីមន្ត្រីក្នុងក្រុងជីនជើលាវឈីជាកូនច្បងហេតុនេះច្បាស់ជាត្រូវមន្ត្រីចាស់លើកឡើងស្នងតំណែងក្រោយពេលលាវពីវស្លាប់បាត់មិនខានជូកលៀងស្គាល់ឆៃម៉ាវច្បាស់ជាងលាវឈីដែលធ្វើការជាមួយគ្នាទៅទៀត